បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកតាយាយជីវរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ខ្ញុំមុងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនៃសមាគម100រាត្រីថ្ងៃនេះខ្ញុំសូមធ្វើវីដេអូឆ្លើយតបតាក់ទងទៅនឹងការលើកឡើងរបស់លោកពូជាមនីប្រធានគណៈបកកម្លាំងជាតិនិងលោកគ្រូរងឈុនជាទីប្រឹក្សានៃគណៈបកកម្លាំងជាតិតាមរយៈព័ត៌មានកម្ពុជាដែលបានផ្សាយមកខ្ញុំមើលឃើញថាលោកបានសួរបញ្ជាក់នៅក្នុងចំណុចនេះខ្ញុំសូមលើកឡើងអំពីពីរចំណុចតាក់ទងទៅនឹងការសួររបស់លោកថាសមាគម100រាត្រីនេះតើជាសមាគមឯករាជ្យដែរឬទេហើយនៅក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ថាក្រុមការងារ100រាត្រីធ្លាប់ធ្វើកិច្ចការងារសង្គមជាច្រើនកន្លងមកហើយគ្រាន់តែពេលបច្ចុប្បន្ននេះគឺយើងផ្លាស់ប្ដូរវប្បធម៌ការងារដែលអាចធ្វើការសហការជាមួយខ្មែរនិងខ្មែរបានយើងលែងចាញ់មនោគមបរទេសការប្រើពីបរទេសមកហើយការលក់ឆន្ទៈយើងទៅឲ្យបរទេសដើម្បីធ្វើបាបខ្មែរដូចគ្នានៅក្នុងចំណុចនេះយើងមើលស្រាប់ហើយថាចង់បញ្ជាក់ទៅលោកពូជាមនីដែលជាប្រធានគណៈបកកម្លាំងជាតិថាសង្គមស៊ីវិលទាំងអស់គេមិនរិះគន់ហើយក្រុមយុវជនសមាគម100រាត្រីរិះគន់គឺដោយសារតែយើងមើលឃើញថាអំពីចំណុចហានិភ័យជាច្រើនចំពោះវប្បធម៌នយោបាយរបស់លោកសំរងស៊ីប្រសិនបើជាគណៈបកកម្លាំងជាតិមានសេណារីយ៉ូមានខ្សែញាក់នយោបាយឬក៏ដើរតាមវប្បធម៌នយោបាយរបស់លោកសំរងស៊ីមែនសម្រាប់សមាគម100រាត្រីគឺមិនដែលរិះគន់គណៈបកនយោបាយណាទេហើយគណៈបកដែលប្រឆាំងគណៈបកដែលចូលរួមប្រកួតប្រជែងពោះទៅរកការដឹកនាំនោះគឺមិនមែនមានតែគណៈបកកម្លាំងជាតិទេមានទាំងគណៈបកភ្លើងទៀនមានទាំងគណៈបកឆន្ទៈខ្មែរក៏មានគណៈបកថ្មីរបស់លោកពូមេចវណ្ណរាក៏មានគណៈបកប្រឆាំងផ្សេងទៀតដែលពួកគាត់សិតសឹងតែជាអ្នកយកគោលនយោបាយរបស់ខ្លួនយកសមត្ថភាពបញ្ញវន្តរបស់ខ្លួនយកទៅប្រកួតប្រជែងលើកលែងតែយើងមើលឃើញថាគណៈបកកម្លាំងជាតិដែលមានធនធានសិតសឹងតែជាមនុស្សដែលធ្លាប់ស្និទ្ធស្នាលជាមួយលោកសំរងស៊ីហើយបច្ចុប្បន្ននេះយើងមើលឃើញថាការឡើងតុលាការរបស់គាត់ចូលចិត្តតែគៀងគោមនុស្សប្រកាសរកមនុស្សឲ្យបានច្រើនកកកដោយចរិតនយោបាយលោកសំរងស៊ីអញ្ចឹងដូច្នេះនៅក្នុងប្រទេសកម្ពុជាទោះជាគ្មានសមាគមណាដែលមិនរិះគន់ទៅលើគណៈបកនយោបាយក៏ដោយប៉ុន្តែកម្លាំងយុវជននៅតែមិនអស់ចិត្តនៅតែមិនសុខចិត្តចំពោះចរន្តនយោបាយនិងការធ្វើនយោបាយដែលរត់តាមខ្សែសេណារីយ៉ូរបស់លោកសំរងស៊ីនៅក្រៅប្រទេសនោះខ្ញុំសូមលើកឧទាហរណ៍មួយជាក់ស្ដែងទៅចុះបច្ចុប្បន្ននេះបុគ្គលិកយុវជនរបស់អង្គការ YODP កំពុងតែទាមទារស្វែងរកយុត្តិធម៌ចំពោះវិវាទការងាររបស់ខ្លួនដោយសារតែតាមរយៈខ្ញុំមើលឃើញបន្ទាប់ពីបុគ្គលិកមួយចំនួនបន្ទាប់ពីចេញពីពន្ធនាគាររួចគឺគេមើលឃើញថាបុគ្គលិកទាំងអស់នោះងាកមកគ្រប់គ្រងឬក៏ចូលរួមធ្វើការសហការជាមួយរដ្ឋាភិបាលទើបធ្វើឲ្យអង្គការមួយនោះមិនហ៊ានទទួលយកបុគ្គលិកទាំងអស់នោះជាក់ស្ដែងណាស់យើងមើលឃើញថាខ្មែរយើងគឺមានការរើសអើងដូច្នេះចំពោះរឿងនេះយើងបកទៅវិញថាសង្គមស៊ីវិលណាក៏ដោយដែលហ៊ានមានសកម្មភាពត្រេតទៅលើរដ្ឋាភិបាលឬក៏ទៅរិះគន់គណៈបករបស់លោកគេមើលឃើញថាជាអាយ៉ងយើងប្រើពាក្យសាមញ្ញថាអាយ៉ងរដ្ឋាភិបាលនោះប្រកាសជាដាច់ជំនួយប្រកាសជាលែងមានអ្វីហូបហើយអញ្ចឹងបានជាសង្គមស៊ីវិលទាំងអស់តែងតែចុះញោមមិនហ៊ាននិយាយការពិតមិនហ៊ានបកស្រាយអំពីជំងឺរបស់គណៈបកប្រឆាំងចេះតែបកស្រាយអំពីជំងឺរបស់រដ្ឋាភិបាលដូច្នេះយើងមើលឃើញថាសង្គមស៊ីវិលអង្គការទាំងឡាយគឺគេមិនហ៊ានរិះគន់គណៈបកដែលមានសារយៈលោកសំរងស៊ីព្រោះដោយសារតែខ្លាចប៉ះពាល់ទៅលើការផ្ដល់ជំនួយនិងហិរញ្ញវត្ថុរបស់ខ្លួនចំណុចទី2ក៏ខ្ញុំចង់លើកឡើងអំពីការនិយាយរបស់លោកគ្រូរងឈុននិងលោកពូជាមនីដែលជាប្រធានគណៈបកកម្លាំងជាតិតែនិយាយថាគណៈបកឲ្យតែធ្វើការងារគោរពច្បាប់គឺគ្រប់គ្រាន់ហើយខ្ញុំក៏លើកទឹកចិត្តឲ្យគណៈបកកម្លាំងជាតិគោរពគោលការណ៍ច្បាប់លទ្ធិប្រជាធិបតេយ្យជាពិសេសនោះគឺប្រើប្រាស់វប្បធម៌នយោបាយមួយដែលល្អដែលអាចជំរុញប្រទេសជាតិឲ្យរីកចម្រើនបានជាវៀង
dương lượng ưu thị ho chạy sẽ đánh môi trò tha sẽ cam một chốn nó bỏ khả năng bạc cầm láng chết bạch bón thay ní theo ban traoประกัน ពីការប្រមាថព្រមហាងសัตว์និងការញុះញង់ឲ្យមានភាពវឹកវរនៅក្នុងច្បាប់នៅក្នុងសំណេរនីមួយៗបានបញ្ជាក់ជាក់ស្ដែងដោយខ្ញុំផុសវីដេអូពីកន្លងទៅតាក់ទងទៅនឹងការលើកឡើងរបស់លោកសំស៊ីដែលជាការប្រមាថទៅដល់អង្គព្រះមហាក្សត្រហើយជាពិសេសនោះគឺជាការរំលោភរដ្ឋធម្មនុញ្ញនិងប្រព្រឹត្តខុសក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលបំពាននិងប្រមាថទៅលើព្រះមហាក្សត្រនេះជាបទល្មើសជាក់ស្ដែងហើយប្រសិនបើជាគណៈបកកម្លាំងជាតិអនុវត្តគោលនយោបាយរបស់ខ្លួនស្របទៅតាមឆន្ទៈនិងសមត្ថភាពបញ្ញវន្តរបស់ខ្លួនដែលឆ្ពោះទៅរកការប្រកួតប្រជែងដោយមិនជ្រកក្រោមស្រមោលលោកសំរងស៊ីមិនជ្រកក្រោមវិជាប្រិយភាពរបស់គាត់ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងនោះខ្ញុំជាយុវជនប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងក៏សូមឲ្យគណៈបកកម្លាំងជាតិប្រកាសជាសាធារណៈថាខ្លួនមិនបានពាក់ព័ន្ធជាមួយនឹងនយោបាយលោកសំរងស៊ីក៏ខ្លួនមិនបាននឹងរត់តាមខ្សែញាក់ឬក៏មានការតំណែងអ្វីផ្សេងជាមួយនឹងលោកសំរងស៊ីដែលនៅក្រៅប្រទេសហើយក៏ជាតនដិតដែលមានបទល្មើសព្រមតនជាក់ស្ដែងដោយលើកវីដេអូដែលខ្ញុំផុសកាលពីកន្លងទៅដូច្នេះក្នុងនាមខ្ញុំជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងក៏នៅតែតាមដានមើលហើយកម្លាំងក្រុមនិស្សិតរបស់ខ្ញុំក៏មិនអស់ចិត្តចំពោះនយោបាយដែលគៀងគរមនុស្សហើយជានយោបាយមួយដែលបង្កអស្ថិរភាពវិបត្តិនយោបាយក្នុងសង្គមខ្មែរពីមួយអាណត្តិទៅមួយអាណត្តិដែលធ្វើឲ្យប្រទេសកម្ពុជារៀងស្ទះការអភិវឌ្ឍនេះហើយជាវប្បធម៌មួយដែលយុវជនក្រុមការងារ100រាត្រីរបស់ខ្ញុំមិនពេញចិត្តហើយខ្ញុំមើលឃើញថាមានតែគណៈបកកម្លាំងជាតិមួយនេះទេដែលចេញសញ្ញានឹងការអនុវត្តបច្ចុប្បន្ននេះស្តៀងទៅនឹងវប្បធម៌នយោបាយលោកសំរងស៊ីដូច្នេះក្នុងនាមខ្ញុំជាប្រធានក្រុមនិស្សិតក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពិនិត្យមើលពិចារណានិងគម្រត់តាមអ្នកនយោបាយដែលយកវប្បធម៌លោកសំរងស៊ីយកមកប្រើគួរតែចាប់ដើមគិតថាគោលនយោបាយគណៈបកណាដែលប្រសើរយើងនឹងចូលរួមគ្រប់គ្រងបោះឆ្នោតជូនគណៈបកនោះចុះជៀសវាងយើងចាញ់បោកអ្នកនយោបាយហើយយើងនឹងបន្តខុសពីមួយអាណត្តិទៅមួយអាណត្តិដូច្នេះក្នុងនាមខ្ញុំជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងក៏អំពាវនាវទៅដល់គណៈបកកម្លាំងជាតិប្រសិនបើជាខ្លួនមានភាពស័ក្តិសមគ្រប់ច្បាប់មែនសូមកុំពាក់ព័ន្ធជាមួយលោកសំរងស៊ីដែលជាអ្នកប្រព្រឹត្តបទល្មើសប្រមាថព្រះមហាក្សត្ររំលោភរដ្ឋធម្មនុញ្ញនោះសូមឲ្យប្រកាសឲ្យប្រជាពលរដ្ឋដឹងហើយបន្តនយោបាយរបស់ខ្លួននៅក្នុងប្រទេសស្របដោយឆន្ទៈនិងធនធានបញ្ញវន្តរបស់ខ្លួនទៅថ្ងៃខាងមុខចុះសូមអរគុណ